ខ្ញុំចង់ផ្លាស់ប្ដូរខ្លួនឯងខ្ញុំចង់បានជីវិតដែលប្រសើរជាងនឹងប៉ុន្តែបងប្អូននៅតែធ្វើទម្លាប់ដដែលមិនបានបន្ថែមជាមួយនឹងទម្លាប់ថ្មីឬក៏កែប្រែទម្លាប់ចាស់ទេផ្លាស់ប្ដូរខ្លួនឯងមិនមែនជារឿងដែលយើងចំណាយពេលតែមួយថ្ងៃធ្វើទេវាគឺជាការកែប្រែពីទម្លាប់តូចៗផ្លាស់ប្ដូរផ្នត់គំនិតបន្តិចម្ដងចឹងនៅក្នុងវីដេអូថ្ងៃនេះខ្ញុំនឹងចែករំលែកបងប្អូនពីទម្លាប់5យ៉ាងដែលមានប្រយោជន៍ខ្លាំងក្នុងការជួយបងប្អូនឲ្យផ្លាស់ប្ដូរខ្លួនឯងសូមសួរបងប្អូនថាបងប្អូនបានចុច Subscribe ហើយនៅបើសិនជាបងប្អូនអត់ទាន់បានចុច Subscribe ទេបងប្អូនជួយចុចឥឡូវនេះមកណាដើម្បីទទួលបានវីដេអូចែករំលែកចំណេះដឹងថ្មីៗបន្ថែមទៀតតោះចង់កុំឲ្យខាតពេលយូរយើងចូលទៅដល់ទម្លាប់ទី1គឺជ្រើសយកពាក្យមិនខ្វល់ជំនួសឲ្យពាក្យថាស្អប់មនុស្សយើងសប្តាហ៍ថ្ងៃនេះគឺមានបញ្ហាត្រូវដោះស្រាយរៀងៗខ្លួនក្រៅពីធ្វើការរកលុយចិញ្ចឹមខ្លួនឯងគ្រួសារយើងនៅត្រូវគិតពីបញ្ហាខ្លួនឯងទៀតចឹងហើយទម្លាប់នេះគឺជាបរិញ្ញាយើងថាបើសិនជាមានអ្នកណាដែលធ្វើមិនល្អដាក់យើងមិនចាំបាច់ទៅនិយាយដើមគេឬខ្វល់ខ្វាយពីគេទេមិនចាំបាច់យកធម៌ពលរបស់យើងទៅចំណាយពេលទៅគិតទៅលើពួកគាត់ទេព្រោះថាពេលដែលបងប្អូនយកពេលវេលាបងប្អូនទៅតាមដានអ្នកដែលបងប្អូនស្អប់តាមដានគេនៅក្នុងប្រព័ន្ធ social media ហើយបងប្អូនមកក្តៅកាហាយខ្លួនឯងគឺចុងក្រោយបងប្អូនខាតពេលតែខ្លួនឯងទេគេម្នាក់នោះមិនទាន់ទាំងដឹងខ្លួនថាបងប្អូនកំពុងតែស្អប់គេផងគេនៅតែរស់នៅយ៉ាងសប្បាយអញ្ចឹងបងប្អូនគួរតែទម្លាប់ខ្លួនជាមួយនឹងពាក្យមិនខ្វល់ខ្លះវាជារឿងធម្មតាទេដែលមនុស្សយើងមានចរិតខុសៗគ្នាអញ្ចឹងបើសិនជាលេងបណ្ដាញសង្គមបងប្អូនឃើញ content ណាឬក៏ឃើញអ្នកណាដែលបងប្អូនអត់ចូលចិត្តយើងគ្រាន់តែអូសរំលងមិនបាច់ចូលទៅមើលទេហើយទោះជានៅកន្លែងធ្វើការបើបងប្អូនជួបមនុស្សដែលបងប្អូនអត់ត្រូវគ្នាក៏ដោយយើងនៅតែរាប់អានជាផ្លូវការហើយនិយាយតែរឿងការងារពេលដែលចាប់ទូនាទីគឺយើងដើរចេញមិនចាំបាច់យកពេលទៅគិតទេបើសិនជាបងប្អូនអត់ចូលចិត្តគេហើយបងប្អូនមិនចាំបាច់ចំណាយធម៌ពលបងប្អូនទៅស្អប់គេទេគឺគ្រាន់តែយើងធ្វើមិនដឹងមិនឮទុកតាមឪពុកគ្រូក្បាលយើងទៅគិតរឿងដែលមានតម្លៃសម្រាប់យើងស្រឡាញ់ខ្លួនឯងនិងមនុស្សដែលល្អជាមួយយើងវិញល្អជាងទម្លាប់ទី2គឺអនុវត្តរូបមន្តអានកត់ត្រានិងឆ្លុះបញ្ចាំង read write and reflect ធម្មតាបងប្អូនដូចខ្ញុំអត់ពេលដែលយើងអានសៀវភៅឬក៏ស្ដាប់ podcast ពីមួយទៅមួយរំលងទៅតែប្រហែលថ្ងៃគឺភ្លេចអស់ហើយនឹកឃើញសាច់រឿងមេរៀនឬក៏ចំណុចសំខាន់ៗនៅក្នុងវីដេអូឬក៏សៀវភៅដែលយើងធ្លាប់អានធ្លាប់មើលហ្នឹងអត់ចេញទេអញ្ចឹងទម្លាប់នេះនឹងជួយបងប្អូននៅក្នុងការចំណាំចំណុចសំខាន់នៅក្នុងសៀវភៅឬក៏ podcast ដែលយើងបានអានឬក៏មើលរួចដំបូងគឺយើងអានឬស្ដាប់ដោយយកចិត្តទុកដាក់ហើយបន្ទាប់មកទៀតគឺយើងសរសេរចេញនៅចំណុចណាដែលយើងពេញចិត្តកត់ត្រាទុកនៅក្នុងសៀវភៅកត់ត្រាផ្ទាល់ខ្លួនហើយជំហានចុងក្រោយគឺយើងឆ្លុះបញ្ចាំងឡើងវិញមានន័យថាយើងយកមេរៀនឬក៏ចំណុចដែលយើងបានកត់ត្រាទុកនោះមកឆ្លុះបញ្ចាំងឡើងវិញប្រៀបធៀបជាមួយនឹងជីវិតជាក់ស្ដែងតើបងប្អូនយល់ស្របនឹងគំនិតមួយនឹងដែរអត់ឬក៏បងប្អូនមានមតិយោបល់ផ្សេងទៀតជាធម្មតាពេលដែលយើងអានសៀវភៅច្រើនអ្នកនិពន្ធខុសៗគ្នាគឺតែងតែផ្ដោតផ្នត់គំនិតខុសៗគ្នាពេលដែលបងប្អូនអានច្រើនប្រកាសហើយនឹងប្រតិនៅទស្សនៈច្រើនផ្សេងគ្នាអញ្ចឹងទាមទារឲ្យបងប្អូនកត់ត្រាទុកឆ្លុះបញ្ចាំងឡើងវិញជាមួយនឹងការយល់ឃើញផ្ទាល់ខ្លួនដើម្បីទាញជាមេរៀនមកប្រើនៅក្នុងជីវិតពិតទម្លាប់ទី3គឺ small talk ការចេះ small talk គឺវាតែងតែផ្ដល់ឱកាសដល់យើងហើយនឹងជួយទំនាក់ទំនងរបស់យើងកាន់តែមានភាពរលូន small talk គឺជាការចេះផ្ដើមសន្ទនាពីរឿងរ៉ាវទូទៅជាពិសេសបងប្អូនដែលជាមនុស្ស introvert ឬក៏អ្នកដែលចូលចិត្តភាពស្ងៀមស្ងាត់គឺអត់សូវចូលចិត្តខាង small talk នឹងទេជាធម្មតាយើងគិតថាអង្គុយជជែកគ្នាលេងសួរនាំរឿងអាកាសធាតុសុខទុក្ខតិចតួចឬក៏រឿងរ៉ាវទូទៅគឺជារឿងអត់ប្រយោជន៍យើងចង់តែជួបភ្លាមនិយាយរឿងស៊ីជម្រៅឬក៏រឿងអាជីវកម្មភ្លាមតែម្ដងប៉ុន្តែបងប្អូននៅក្នុងចំណោមមនុស្ស100នាក់ដែលយើងបានជួបសួរថាមានមនុស្សប៉ុន្មាននាក់ដែលមាននិស្ស័យឬក៏មានឱកាសអាចក្លាយជាមិត្តជិតស្និទ្ធជាមួយយើងនិយាយរឿងស៊ីជម្រៅជាមួយយើងបានប្រហែលជាមានតែម្នាក់ឬក៏2នាក់ទេមនុស្សភាគច្រើនដែលយើងជួបនៅក្នុងសង្គមហ្នឹងគឺស្ថិតនៅក្នុងកម្រិតទំនាក់ទំនងការងារឬក៏រាប់អានធម្មតាអញ្ចឹងបើសិនជាមើលម្លង small talk គឺវាដូចជាបងប្អូនបិទទ្វារខ្លួនឯងមិនឲ្យបង្កើនមិត្តភាពចឹងតិចនិចមួយទៀតសម្រាប់បងប្អូនពេលដែលផ្ដើមការសន្ទនាដំបូងបងប្អូនគួរតែសួរសំណួរបើកចំហគឺជាសំណួរដែលអាចឲ្យដៃគូឬក៏មិត្តភក្តិថ្មីរបស់បងប្អូនអាចរៀបរាប់បន្ថែមមិនមែនជាសំណួរដែលអាចឆ្លើយចម្លើយយ៉ាងខ្លីៗដូចជាបាទចាឬក៏ទេតែប៉ុណ្្នឹងទេឧទាហរណ៍ពេលដែលបងប្អូនជួបមិត្តភក្តិថ្មីបងប្អូនអាចសួរគេថាបងមកពីខេត្តណាដែរបងហើយបើគេឆ្លើយថាគេមកពីខេត្តកពតចឹងបងប្អូនបន្ថែមទៀតថាចឹងនៅកពតហ្នឹងមានកន្លែងណាដើរលេងប្លែកៗឬក៏មានកន្លែងញ៉ាំអីដែលឆ្ងាញ់ជាងគេដែលបងចូលចិត្តអត់ចឹងសំណួរបែបហ្នឹងគឺបងប្អូនផ្ដល់ឱកាសឲ្យមិត្តភក្តិថ្មីបងប្អូនអាចនិយាយរៀបរាប់បានបន្ថែមទៀតចឹងធ្វើឲ្យការសន្ទនាហ្នឹងកាន់តែមានភាពស្និទ្ធស្នាលជាងមុនទម្លាប់ទី4គឺទម្លាប់ចេះរៀបចំការងារទុកមុនយើងគួរតែមានទម្លាប់រៀបចំទុកដាក់ការងារជាមុនហើយទម្លាប់មួយនេះគឺបានជួយការពារខ្ញុំមិនឲ្យធ្លាក់នៅក្នុងស្ថានភាពតានតឹងភ័យស្លន់ស្លោឬក៏ធ្វើការងារទាំងបញ្ញាបញ្ញាខូចគុណភាពនៅនាទីចុងក្រោយមនុស្សយើងភាគច្រើនគឺតែងតែរស់នៅនិងធ្វើការតាមអារម្មណ៍គឺទាស់តែចាំចិត្តដល់ថ្ងៃដែលត្រូវបកគោការងារឬក៏ទាស់តែមានសម្ពាធ deadline ចិត្តដល់បានយើងចាប់ផ្ដើមធ្វើហើយរត់ស្លន់ស្លោបខំធ្វើទាំងយប់កណ្ដាលអាធ្រាត្រហើយលទ្ធផលចុងក្រោយដែលទទួលបានគឺយើងទៅទាំងការងារមិនល្អហើយថែមទាំង
ទាំងមានអារម្មណ៍បន្ទោសខ្លួនឯងទៀតខ្ញុំលើកយកឧទាហរណ៍ជាក់ស្ដែងឲ្យបងប្អូនមួយកាលពីមុនឲ្យតែខ្ញុំត្រូវឡើងធ្វើបទបង្ហាញនៅសាលាគឺខ្ញុំអត់សូវចេះរៀបចំទុកមុនទេតោះតែចិត្តដល់ deadline ដែលត្រូវ submit បាទខ្ញុំធ្វើហើយទៅទាំងការងារអត់ល្អនិយាយក៏អត់មានទំនុកចិត្តហើយមានអារម្មណ៍ថាចេះតែភ័យខ្លាចរហូតប៉ុន្តែដល់ពេលដែលខ្ញុំកែប្រែទម្លាប់នឹងចេញពេលដែលខ្ញុំចេះរៀបចំ workflow ឲ្យបានស្អាតល្អហើយចេះត្រៀមខ្លួនទុកជាមុនគឺវាផ្ដល់ផលចំណេញដល់ខ្ញុំច្រើនណាស់បងប្អូនទី1គឺកាត់បន្ថយការគិតច្រើនទី2កាត់បន្ថយការភ័យខ្លាចនៅក្នុងចិត្តព្រោះយើងដឹងថាគ្រប់យ៉ាងគឺស្ថិតនៅក្នុងការគ្រប់គ្រងរបស់យើងហើយទោះបីជាចិត្តដល់ថ្ងៃពិតប្រាកដមានបញ្ហាបច្ចេកទេសឬក៏មានរឿងអីផ្សេងដែលកើតឡើងដែលចៃដន្យក៏យើងនៅតែមានពេលវេលាគ្រប់គ្រាន់នៅក្នុងការដោះស្រាយដែរហើយអត់ធ្វើឲ្យប៉ះពាល់ដល់លទ្ធផលចុងក្រោយទេនៅពេលដែលយើងចេះត្រៀមខ្លួនរៀបចំទុកដាក់ការងារគឺធ្វើឲ្យយើងជឿជាក់ខ្លួនឯងជាងមុនធ្វើឲ្យយើងក្លាយជាមនុស្សដែលគេអាចទុកចិត្តមែននិងទទួលបានការគោរពការសរសើរពីមនុស្សជុំវិញខ្លួនទម្លាប់ចុងក្រោយគឺផ្លាស់ប្ដូរការគិតប្រវាយបញ្ហាឲ្យទៅជាឱកាសមនុស្សភាគច្រើនឲ្យតែជួបឧបសគ្គឬក៏រឿងមិនសមបំណងតិចតួចគឺចិត្តចាប់ដើមជ្រួលច្បល់គិតវល់ឃើញតែភាពងងឹតស្លុបអត់ឃើញផ្លូវដើរទៅមុខទេខ្ញុំចង់ឲ្យបងប្អូនរៀនផ្លាស់ប្ដូរផ្នត់គំនិតបន្តិចត្រង់ចំណុចហ្នឹងគឺយើងមិនមើលបញ្ហាជាផ្លូវតល់ទេប៉ុន្តែយើងមើលបញ្ហាជាសាលារៀនវិញជំនួសឲ្យការបដ ாய் ខ្លួនលិចលង់នៅក្នុងភាពងងឹតនិងគិតច្រើនគ្មានប្រយោជន៍បងប្អូនប្រវាយមកជាឱកាសនៅក្នុងការអភិវឌ្ឍខ្លួនឯងវិញមិនថាជួបឧបសគ្គនៅក្នុងរឿងអាជីវកម្មក្នុងរឿងការងារមានកំហុសឆ្គងឬក៏ដៃគូជំនួញដើរចេញក៏ដោយបងប្អូនជប់សួរខ្លួនឯងថាហេតុអ្វីបានជារឿងនេះកើតឡើងមកលើខ្ញុំតែបងប្អូនត្រូវបដូរមកសួរខ្លួនឯងថាតើរឿងនេះកំពុងតែផ្ដល់មេរៀនឬក៏ឱកាសអ្វីខ្លះដើម្បីឲ្យខ្ញុំអាចធ្វើបានល្អជាងនឹងនៅថ្ងៃស្អែកបើសិនជាការងារខូចខាតវាគឺជាឱកាសឲ្យយើងរៀបចំប្រព័ន្ធការងារឡើងវិញឲ្យកាន់តែហ្មត់ចត់ហើយបើសិនជាមានមនុស្សមិនល្អដើរចេញវាគឺជាឱកាសឲ្យយើងបើកទ្វារទទួលយកមនុស្សដែលល្អជាងនឹងចូលមកកាលណាបងប្អូនលុបបំបាត់ជំងឺ overthinking ហើយបដូរមកមើលពិភពលោកនៅក្នុងផ្លូវអភិវឌ្ឍបែបហ្នឹងគឺគ្មានបញ្ហាណាដែលអាចរារាំងបងប្អូនបានទេព្រោះគ្រប់ឧបសគ្គទាំងអស់គឺសុទ្ធសឹងតែមានឱកាសនៅក្នុងហ្នឹងដែលជួយជំរុញឲ្យជីវិតយើងដើរបានកាន់តែឆ្ងាយខ្ញុំបានចែកម្លែកជាមួយបងប្អូនទម្លាប់5យ៉ាងដែលបានជួយយើងទាំងអស់គ្នាផ្លាស់ប្ដូរខ្លួនឯងបន្តិចម្ដងហើយបើសិនជាបងប្អូនមានទម្លាប់ផ្សេងទៀតដែលបងប្អូនកំពុងតែធ្វើប្រចាំថ្ងៃហើយមានប្រយោជន៍ខ្លាំងមែនតើចឹងបងប្អូនអាចជួយចែកម្លែកជាមួយខ្ញុំនៅក្នុង comment section នៅខាងក្រោមណាអរគុណបងប្អូនខ្លាំងមែនតើដែលបានចំណាយពេលស្ដាប់វីដេអូខ្ញុំពីដើមរហូតដល់ចប់បើសិនជាបងប្អូនពេញចិត្តនឹងជាមួយនឹងវីដេអូនេះបងប្អូនជួយ like ហើយនិង share ឲ្យខ្ញុំមួយផងណាបងប្អូនកុំភ្លេច subscribe ផងដើម្បីទទួលបានវីដេអូដែលចែកម្លែកចំណេះដឹងពី Channel Ignite Grow KX អរគុណច្រើនបងប្អូនយើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយទៀត